ភិនសូដាលីតារាស្រីកម្ពុជាមុនគេមានឱកាសបានដើរទស្សនាក្រុមហ៊ុនយ៉ាក់មេតានៅអាមេរិកបើគិតមកដល់ពេលនេះរយៈពេលប្រមាណ1ឆ្នាំមកហើយដែលតារាស្រីភិនសូដាលីបានចាក់ចេញពីប្រទេសកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងកូនស្រីបណ្ដូចិត្តខណៈកូនស្រីអ្នកនាងបាននឹងកំពុងសិក្សានៅទីនោះជាការពិតបើទោះជាបានចាក់ចេញទៅរស់នៅឯសហរដ្ឋអាមេរិកចាយជីវិតជាមួយនឹងកូនស្រីព្រមទាំងបានរយាលដៃពីការងារសិល្បៈក្នុងស្រុកក្តីតែអ្នកនាងភិនសូដាលីនៅតែបន្តឈរជើងជាថៅកែហាងលក់ Contact Lens នៅឡើយដោយហាងនៅក្នុងប្រទេសកម្ពុជាអ្នកនាងមានបុគ្គលិកជាnokមើលថៃរីឯនៅសហរដ្ឋអាមេរិកអ្នកនាងក៏បានលក់អនឡាញសម្រាប់ភ្ញៀវកម្មងទិញនៅសហរដ្ឋអាមេរិកដូចគ្នាលើពីនោះអ្នកនាងភិនសូដាលីក៏បានបំពេញការងារធ្វើជាបុគ្គលិកនៅទីនោះដល់ទៅពីកន្លែងឯណោះដោយឡែកងាកទៅកាន់ជីវិតរស់នៅឯសហរដ្ឋអាមេរិកឯណោះវិញថ្មីនេះអ្នកនាងភិនសូដាលីបានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងខណៈអ្នកនាងបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពក្នុងការទៅទស្សនាក្រុមហ៊ុនយ៉ាក់មេតានៅឯសហរដ្ឋអាមេរិកដោយផ្ទាល់ក្នុងការចូលទៅទស្សនាក្នុងក្រុមហ៊ុនមេតានោះដែរអ្នកនាងភិនសូដាលីអាចចាត់ទុកថាជាតារាខ្មែរដំបូងហើយដែលមានឱកាសបានទៅដល់ទីនោះ